กหลายนี้คือวิดาทา your video is safe to publish บ้านในทางกหลายนั้นคือยังอาจพอบานวิดีโอเยอะคือสวัสดิภาพในการพออันเป็นปะปอลิเตบาดสุดเลยบางคนเหล่านี้บางวันมาจูบยมเทียท้ายในขนมไงนิกยมนังบางหายมปีระเบียบในขนมการอัพโหลดวิดีโอโชว์ในขนมเพย์บ่อเยื้องบานเติมเติร์ดดำไปจิการเตะติ้งดอเตะจุนบ่อเยื้องไอ้กดจับอารมณ์มันแทบบางปอนต่อนี้จีเนี่ยลูกอ้าลูกไอวันออนไลน์หรือก็ตำแหน่งเซ็งในเรื่อง Facebook เตะบ้านจังนำไปกับไอขาดไปยุ่ยังโจลตมือวิดีโอต่อนี้บาจีตะมงยังโจลมาการเพย์ยังเมาส์ยังมือเมาส์ขังสนามใดขังนี้ยังโยเปียทำเมตาบิสเนสสูตรนี้เมาส์บ้านนำไปพอวิดีโอไอบ้านทำเต๋อยมเรกมันเนี่ยต่อนี้คือโจลตามเมตาบิสเนสสูตรพิบูธานในขนมนั้นเพื่อได้ยังพอเต๋อวิอาจมีออปชั่นชนะสำหรับยังกายก้นก็โดยเชียเพื่อได้ยังบุเพื่อได้ยังพอเต๋อยังอาจบุบานเงยสูตรบ่าให้ดำไปพอบ้านทำเต๋อยังก่อนแต่โจลเกรดพอนี่เมาส์ให้ส่งไปแจกอะไรนี้บางส่วนเชียวิดีโอរបស់យើងចាប់ពីមួយនាទីចុះក្រោមគឺយើងគឺខ្ញុំ recommend ឲ្យប្រើ create reel នេះហើយបើសិនជាយើងចង់ផុសធម្មតាដូចរបៀបថាផុសសម្រាប់ engage ធម្មតាយើងចូលទៅក្នុង create ផុសនេះមកបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមិននឹង create reel បាទអញ្ចឹងយើងចុចយកពាក្យថា create reel នេះមកបាទបន្ទាប់មកគឺមាន option 2ហើយអ្នកដែលគាត់សម្រាប់បងប្អូនដែលគាត់កាន់ page គាត់ភាសាផុសភាសាអីគាត់ដឹងហើយចំណុចហ្នឹងវីដេអូរោងចក្រមួយចំនួនកំពុងតែខាតបង់លុយបាទអញ្ចឹងកន្លែងនេះយើងចាំឲ្យវាដើរចប់សិនទៅបាទកន្លងពេលដែលយើងរងចាំយើងអាច pass description ចូលកន្លែងនេះក៏បានដែរបាទអត់មានបញ្ហាទេបាទអញ្ចឹងនៅក្នុងការផុសវីដេអូគឺទី1ដូចតែមេរៀនដែលខ្ញុំបានបរៀនការពីវីដេអូមុនអញ្ចឹងហើយគឺយើងគឺមានរៀបរាប់ដូចជាការផ្ដើមសេចក្តីនៅខាងលើនេះមកបន្ទាប់មកយើងរៀបរាប់អត្ថប្រយោជន៍សម្រាប់product ឬក៏ផលិតផលរបស់យើងនៅកណ្ដាលមកហើយនឹងមានលេខតំណតំណងមាន tag មានអីអញ្ចឹងណាបាទហើយចំណុចនៅខាងក្រោមនេះពាក្យថា thumbnail នេះបើសិនជាវីដេអូដែលកាត់មាន thumbnail មកស្រាប់គឺវាអូតូនៅខាងមុខគេនេះគឺយកជា thumbnail ប៉ុន្តែបើសិនជាបងប្អូនធ្វើ thumbnail ផ្សេងខ្ញុំ recommend ថាឲ្យធ្វើ thumbnail នៅខាងក្រៅគឺវាតាក់ទាញជាង thumbnail ដែលវាupdate ឲ្យយើងស្វ័យប្រវត្តិបាទអញ្ចឹងកន្លែងនេះគឺវាមាន3 option គឺ choose suggested thumbnail គឺវារើសឲ្យយើងអូតូបន្ទាប់មក choose frame នេះបានន័យថាយើងយកពី frame យើង move ទៅកាន់ frame ណាដែលយើងចង់ឲ្យវាទៅជា thumbnail ក្នុងវីដេអូយើងបាទឥឡូវខ្ញុំឧទាហរណ៍មើលមកទៅបាទចុចលើ choose frame នេះមក choose frame មួយទៀតអញ្ចឹងយើងរំកិលមើលទៅយើងថាយើងចង់ឲ្យវាមាន thumbnail កន្លែងណាបាទជា thumbnail កន្លែងណាបាទអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះចុះអញ្ចឹងយើងគ្រាន់តែចុច save thumbnail មកជាការស្រេចអញ្ចឹងនេះខ្ញុំអត់នេះទេខ្ញុំអត់ឈូសទេហើយអា upload នេះដូចខ្ញុំបាននិយាយតាំងពីដើមអញ្ចឹងថាបើសិនជាយើងធ្វើ thumbnail ហើយគឺយើងអាច upload កន្លែងហ្នឹងបានហើយសូមបញ្ជាក់មួយទៀតថា thumbnail គឺទំហំគួរតែ192018ទំហំបញ្ឈរបាទបើសិនជាយើងយក18គុណនឹង13គឺវាអត់ពេញទេពេលដែលវាចូលទៅក្នុង thumbnail ពេលដែលឆែក page យើងឬក៏ឆែកកន្លែងវីដេអូ reel យើងគឺអា thumbnail ហ្នឹងគឺមានលក្ខណៈថាដាច់អក្សរអញ្ចឹងទំហំដែលខ្ញុំ recommend គឺទំហំ1920គុណនឹង18ហើយយើង design កុំឲ្យដាច់គៀនមកបាទនេះដាច់គៀនកន្លែងនេះគឺអក្សរដាក់នៅម្ដុំនេះមកអញ្ចឹងពេលដែលគេបើកចូលវីដេអូរបស់យើងគឺគេឃើញ thumbnail ធំហើយច្បាស់តាមទៀតមួយចំណុចមួយទៀតដែលខ្ញុំសូមឲ្យទាំងអស់គ្នាប្រុងប្រយ័ត្នគឺនៅចំណុចខាងក្រោមនេះបាទវីដេអូដែលយើងធ្វើគឺយើងអត់ដឹងថាយើងអាចដាក់ជំនាញភ្លេងអីដែលវាខុសគោលការណ៍ Facebook ទេហើយបើសិនជាយើងដាក់ខុសគោលការណ៍គឺវីដេអូហ្នឹងអាច upload បានប៉ុន្តែគឺវា limit reach បើន័យថាគេកម្រិត
video ដែលបែរុញទៅដល់អតិថិជនរុញទៅដល់អ្នកមើលហ្នឹងគឺវាកម្រិតអត់ឲ្យទូលំទូលាយទេអញ្ចឹងការផុសវីដេអូនៅក្នុង Meta Business Suite គឺចំណេញអញ្ចឹងគឺកន្លែងណាខុសជាប់ copyright កន្លែងណាយើងត្រូវកែកុនកែ thumbnail កែអីគឺយើងអាចកែនៅក្នុងនឹងបានបើសិនជាយើងផុសនៅលើ Facebook ធម្មតាផុសនៅកន្លែងធម្មតាគឺយើងអត់ធ្វើឲ្យបានទាំងអស់យើង upload ត file ហើយ say caption គឺផុសយកហ្មងបាទកន្លែងនេះគឺវាដាក់ថា your video is safe to publish បាទន័យថាកន្លែងហ្នឹងគឺយើងអាចផុសបានវីដេអូយើងគឺសុវត្ថិភាពនៅក្នុងការផុសអត់មានប៉ះពាល់អីទេអញ្ចឹងនៅខាងក្រោមនេះចំណុច tag នេះបានន័យថាយើង tag អាច tag បានចំនួន8បាទអញ្ចឹងយើង tag មកថាផលិតផលយើងសេវាកម្មយើងចង់និយាយពីអីគេដូចជាវីដេអូដែលខ្ញុំបំរុងបំផុសនេះគឺនិយាយអំពី ERP system បាទអញ្ចឹងខ្ញុំដាក់មក ERP បន្ទាប់មក accounting អីចឹងទៅ account editing អីចឹងទៅវាអូតូមកបាទបន្ទាប់មកយើងដាក់អីគេ POS អីចឹងទៅបាទយើងលុបហ្នឹងយើងដាក់H OMS អីចឹងទៅបាទយើង tag យើងដាក់ tag ទៅ tag ដែល C ជាមួយនឹងវីដេអូរបស់យើង tag ដែល C ជាមួយនឹងសេវាកម្មរបស់យើងបាទបន្ទាប់មកយើងចុច next មកកន្លែងនេះបើសិនជាវីដេអូរបស់បងប្អូនអត់មានវីដេអូ reel របស់បងប្អូនអត់មាន play ទេយើងអាចដាក់ play នៅនេះបានយើងដាក់ play ហ្នឹងគឺអត់មានជាប់ copyright ទេគឺ play របស់ Facebook តែម្ដងបាទយើងចុច next ទៀតមកបាទកន្លែងនេះយើងចង់បើសិនជាយើងចង់បង្កើត playlist សម្រាប់ reel យើងអាចបង្កើតបានដាក់ចំណងជើងដាក់អីចឹងទៅ share to group បើសិនជាយើងមាន group បាទ CC នេះយើងដោះក៏បានយើងដាក់ក៏បានដែរហើយកន្លែងនេះ remix and original audio use បានន័យថាយើងឲ្យអ្នកដទៃអាចយកសលេងយកវីដេអូយើងទៅប្រើបានបាទ public or restrict នេះគឺដែលយើងដាក់ public មកហើយនៅសល់ចំណុចមួយទៀតគឺចំណុច3ខាងលើនេះបាទបានន័យថា share now នេះយើងចុច AQ នេះក៏បានដែរប៉ុន្តែ schedule នេះគឺអត់មានអីពិបាកទេ schedule គឺយើងចង់ផុសវាយើងដាក់ម៉ោងយើងចង់ឲ្យផុសមិនមែនឥឡូវយើងចង់ផុសពេលយប់ពេលល្ងាចពេលផឹកអីចំណុចខ្លះនៅក្នុងការផុសវីដេអូឲ្យបានត្រឹមត្រូវនៅក្នុង page គឺមានប៉ុណ្ណឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចចាប់ចំណុចនឹងទាន់សម្រាប់បងប្អូនដែលគាត់ប្រើ page ថ្មីប្រើ page បាទហ្នឹងហើយបើសិនជាមានចង្អល់អាចឆាតមកក្នុង comment ហ្នឹងឬក៏ឆាតមកក្នុង Telegram របស់ខ្ញុំបានខ្ញុំនឹងរងចាំជួយបងប្អូនទាំងអស់គ្នាតាមលឿនតាមដែលអាចធ្វើបានបាទហើយកន្លែងនេះខ្ញុំភ្លេចកន្លែងនេះគឺពេលដែលគ្រប់យ៉ាងហើយអស់ហើយយើងចុចគាត់ទៅចុច schedule មកឥឡូវយើងចុចកន្លែង share now នេះមកបន្ទាប់មកយើង share ទៅបាទអរគុណច្រើនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួយ like subscribe channel របស់ខ្ញុំមួយផងបាទអរគុណ